រឿងដែលក្មេងប្រុសជនជាតិថៃម្នាក់អាយុ14ឆ្នាំរៀនចេះបាញ់កាំភ្លើងហើយទៅបាញ់សម្លាប់មិត្តភ័ក្តិរបស់ខ្លួនឯងនៅសាលាប៉ុន្តែរឿងដែលគួររំភើបបំផុតសាលារៀនមិនមែនជាកន្លែងកាត់ហេតុទី1ទេក្មេងប្រុសម្នាក់នេះបានបាញ់សម្លាប់យាយនិងតារបស់ខ្លួនឯងនៅផ្ទះរួចទៅហើយមុនពេលមកបាញ់រះសម្លាប់មនុស្សនៅសាលារៀនតើក្មេងម្នាក់នេះជាអ្នកណាកាំភ្លើងបានមកពីណាហេតុអ្វីគាត់ចេះបាញ់កាំភ្លើងថ្ងៃនេះចាប់អ៊ីនតើនឹងបងប្អូនមកដឹងពីប្រវត្តិរបស់ក្មេងម្នាក់នេះនិងមានរឿងអ្វីកើតឡើងមុនពេលនិងនៅក្នុងថ្ងៃកាត់ហេតុរឿងនេះគឺជារឿងដ៏គួរឲ្យរន្ធត់ហើយជាសោកនាដកម្មមួយដែលកើតឡើងនៅប្រទេសថៃនៅថ្ងៃទី7ខែសីហាឆ្នាំ2026ប្រហែលជាម៉ោង10ព្រឹកនៅក្នុងប្រទេសថៃមិនឆ្ងាយប៉ុន្មានពីទីក្រុងបាងកកទេប្រហែលជាចម្ងាយ15គីឡូម៉ែត្រប៉ុណ្ណោះនៅក្នុងសាលារៀនមួយដែលមានឈ្មោះថា Deep Soren នន្ទបុរីដែលកន្លែងហ្នឹងគឺជាតំបន់ទីប្រជុំជនមួយទៀតដែលគេហៅថាក្រៅក្រុងបាងកកឬក៏នៅជាយក្រុងក្មេងប្រុសមានអាយុ14ឆ្នាំដែលជាសិស្សនៅក្នុងសាលារៀននោះដែរហើយមានកំភ្លើងខ្លីនៅក្នុងដៃបានធ្វើការបាញ់ទៅកាន់មិត្តភ័ក្តិរួមជាមួយនឹងគ្រូដែលជាបុគ្គលិកនៅក្នុងសាលារៀនរហូតដល់នៅកន្លែងកាត់ហេតុភ្លាមៗមានការស្លាប់បាត់បង់ជីវិតដោយសារក្រុមកំភ្លើងមានការត្រូវរបួសព្រមទាំងអ្នកដែលនៅក្នុងសាលារៀននោះមានការរត់គេចហើយធ្វើឲ្យមានការដួលរងរបួសជាច្រើនអ្នកទៀតផងសាលារៀនដែលដើមឡើយគឺជាកន្លែងដែលផ្ដល់ចំណេះដឹងគឺជាកន្លែងដែលក្មេងៗបានទៅរៀនជួបជុំមិត្តភ័ក្តិសប្បាយរីករាយមានសម្លេងសើចក្អាកក្អាយនៅទីធ្លាសាលាប៉ុន្តែនៅថ្ងៃកាត់ហេតុបែរជាខ្លាចជាកន្លែងដែលរត់ពួនភ័យខ្លាចព្រួយបារម្ភហើយគេចពីក្រុមកំភ្លើងឮតែសម្លេងបាញ់ឮតែសម្លេងស្រែកទ្រហោយំនិងភ័យខ្លាចគ្រប់ទិសទីនៅក្នុងទីធ្លាសាលាបន្ទាប់ពីនោះទៀតឮតែសម្លេងស្រែនឡានពេទ្យឡានប៉ូលីសដែលបានទៅដល់កន្លែងកាត់ហេតុហើយដឹកចេញនៅអ្នករងគ្រោះក៏ដូចជាសាកសពដែលត្រូវបានបាញ់ស្លាប់បាត់បង់ជីវិតនៅនឹងសាលារៀននោះជាច្រើនទៀតផងនៅក្នុងអំឡុងពេលដែលកាត់ហេតុនោះគឺគ្រូដែលបានចេញមកខាងក្រៅហើយក៏ចាប់ផ្ដើមផ្ដល់ដំណឹងទៅកាន់ខាងអាជ្ញាធរសមត្ថកិច្ចក៏ដូចជាខាងឡានពេទ្យឡានសង្គ្រោះបន្ទាន់ដើម្បីមកជួយសង្គ្រោះភ្លាមៗហើយបុគ្គលិកផ្សេងទៀតរបស់សាលារៀនក៏ចាប់ផ្ដើមផ្ដល់ដំណឹងទៅកាន់ក្រុមគ្រួសាររបស់ក្មេងៗដែលជាសិស្សសាលាដើម្បីឲ្យមកយកកូនរបស់គាត់ចេញពីសាលារៀនជាបន្តបន្ទាប់ចាប់ពីម៉ោងប្រហែលជា5ព្រឹករឿងនេះបានកើតឡើងរួចទៅហើយក្មេងប្រុសនេះត្រូវបានប៉ូលីសសង្ស័យថាបានបាញ់តារបស់គាត់និងយាយរបស់គាត់ឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងផ្ទះបន្ទាប់មកក្មេងម្នាក់នោះក៏ដើរមកមុខផ្ទះដើម្បីឈរចាំរថយន្តសាលាទៅទទួលធម្មតាសាលាស្ថិតនៅចម្ងាយប្រហែលជា18គីឡូម៉ែត្រពីផ្ទះអញ្ចឹងប្រហែលជាត្រូវចំណាយពេល45នាទីធ្វើដំណើរទៅនៅក្នុងកាតាបសាលាក្មេងនោះគឺបានដាក់កំភ្លើងនិងគ្រាប់កំភ្លើងជាច្រើនគ្រាប់ពេលទៅដល់សាលារៀនក៏អត់មានចាប់អារម្មណ៍ថាក្មេងនោះមានកំភ្លើងអីដែរដោយសារក្មេងនោះគឺជាសិស្សនៅសាលារៀនធម្មតាស្ពាយកាតាបទៅរៀនក៏ធម្មតាមិនមានអត្តចរិតណាប្លែកដែលធ្វើឲ្យមិត្តភ័ក្តិឬក៏គ្រូបង្រៀននៅសាលាចាប់អារម្មណ៍នោះទេនៅម៉ោង8កន្លះព្រឹកថ្នាក់រៀនម៉ោងទី1បានចាប់ផ្ដើមសិស្សនោះចូលរៀនធម្មតានៅម៉ោង9:20នាទីថ្នាក់រៀនម៉ោងទី2ក៏បានចាប់ផ្ដើមទៀតប្រហែលជាពាក់កណ្ដាលថ្នាក់រៀនទី2គាត់បានងើបឈរចេញពីតុរបស់គាត់ហើយដកកំភ្លើងចេញមកបាញ់ភ្លាមតែម្ដងគ្រាន់តែនិយាយដល់ចំណុចនេះបើសិនជាយើងនៅក្នុងហេតុការណ៍នោះហើយឬមួយក៏កូនយើងនៅក្នុងថ្នាក់រៀនឃើញហេតុការណ៍បែបនោះមិនដឹងថាគ្នាតក់ស្លុតប៉ុណ្ណាទេភាពជ្រួលច្របល់នៅក្នុងសាលារៀនក៏ចាប់ផ្ដើមកើតឡើងតាំងពីម៉ោងនោះមកប៉ូលីសជឿថាគោលដៅដំបូងរបស់ក្មេងនោះមិនមែនជាសិស្សឬក៏មិត្តភ័ក្តិនៅក្នុងថ្នាក់ទេតែគឺជាគ្រូព្រោះតាមរយៈសាក្សីបានប្រាប់ថាក្មេងម្នាក់នេះធ្លាប់ត្រូវបានមិត្តភ័ក្តិចំអកខ្លះដែរប៉ុន្តែមិនធ្ងន់ធ្ងររហូតដល់ថ្នាក់ហៅថាជាការបូលីឬមួយក៏ធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់គាត់នោះទេហើយគាត់ក៏មិនធ្លាប់បានប្រាប់អ្នកណាម្នាក់ឬក៏មិត្តរួមថ្នាក់ដែលជាមិត្តជិតស្និទ្ធប្រហែលអ្នកហ្នឹងថាត្រូវគេបូលីឬធ្វើបាបនោះដែរប៉ុន្តែបញ្ហាដ៏ធំបំផុតនៅសាលារៀនរបស់គាត់គឺមុខវិជ្ជាភាសាថៃបានពិន្ទុ0នេះគឺជារឿងដែលគាត់តែងតែរអ៊ូរទាំប្រាប់មិត្តភ័ក្តិរបស់គាត់ជានិច្ចនេះជាព័ត៌មានគួរឲ្យចាប់អារម្មណ៍ដែលប៉ូលីសបានរកឃើញថាគាត់មានចំនួនផ្លូវអារម្មណ៍ជាមួយនឹងគ្រូភាសាថៃម្នាក់ដែលពាក់ព័ន្ធទៅនឹងពិន្ទុហើយគាត់ធ្លាប់ប្រាប់មិត្តភ័ក្តិរបស់គាត់ថាគាត់អត់ពេញចិត្តចំពោះរឿងនេះទេក្រោយការសាកសួរសិស្សជាច្រើនប៉ូលីសកំណត់សម្គាល់ថាក្មេងម្នាក់នេះមិនធ្លាប់បាននិយាយថាគេអត់ពេញចិត្តជាមួយនឹងការងារសាលាឬក៏អត់ពេញចិត្តជាមួយនឹងមិត្តភ័ក្តិណាម្នាក់ទេក្រៅពីរឿងលោកគ្រូម្នាក់ដែលគេមិនពេញចិត្តគឺគ្រូភាសាថៃនេះតែម្ដងចំណុចនេះសំខាន់ខ្លាំងមែនទែនមានសាក្សីដែលជាសិស្សសាលាដូចគ្នាប្រាប់ថានៅថ្ងៃកាត់ហេតុសិស្សនេះបានឡើងទៅអគារជាន់ទី6ប៉ុន្តែលោកគ្រូម្នាក់នោះគឺមិនបានមកបង្រៀនទេនៅថ្ងៃនេះហើយគាត់បានដើររកពីអគារមួយទៅអគារមួយទៀតប៉ុន្តែរកមិនឃើញលោកគ្រូនោះឡើយបន្ទាប់ពីបាល់ការបាញ់ប្រហារនេះរួចក្មេងប្រុសម្នាក់នោះបានបាញ់ទៅលើ3គ្រាប់មុនពេលដែលគាត់បាញ់ខ្លួនឯងបញ្ចប់ជីវិតត្រង់ចំណុចនេះសមត្ថកិច្ចនៅតែបញ្ជាក់ថាទោះបីជារឿងគ្រូឬក៏រឿងពិន្ទុ0នេះក៏ដោយក៏សមត្ថកិច្ចមិនអាចកំណត់ឲ្យចំតែម្ដងថាក្មេងម្នាក់នេះមូលហេតុដោយសារតែរឿងបានពិន្ទុ0ទៅធ្វើឲ្យដល់ថ្នាក់លួចកំភ្លើងយកមកប្រើប្រាស់បែបនេះនោះទេបន្ទាប់ពេលនេះយើងមកដឹងអំពីប្រវត្តិខ្លះៗពីជីវិតក្មេងប្រុសអាយុ14ឆ្នាំម្នាក់នេះក្មេងប្រុសអាយុ14ឆ្នាំដែលមិនត្រូវបានបង្ហាញឈ្មោះជាសាធារណៈទេដោយសារតែគាត់ជាអនិច្ចជនដូច្នេះសមត្ថកិច្ចក៏មិនបង្ហាញឈ្មោះនៅក្នុងសារព័ត៌មានផ្សេងៗដោយសាធារណៈដែរ
ព័ត៌មានពីសាច់ញាតិរបស់គាត់បានប្រាប់ថាឪពុកម្ដាយរបស់គាត់លែងលះគ្នាហើយគាត់ត្រូវបានជីដូននិងជីតារបស់គាត់យកទៅចិញ្ចឹមតាំងពីអាយុប្រហែលជា2ឆ្នាំអញ្ចឹងមានន័យថារហូតមកដល់ពេលនេះគាត់មានអាយុ14ឆ្នាំគាត់ត្រូវបានយាយតារបស់គាត់ចិញ្ចឹមអស់12ឆ្នាំហើយតើលោកយាយលោកតារបស់គាត់គឺជាអ្នកណាហើយចិញ្ចឹមគាត់មកដោយរបៀបណាជីដូនរបស់គាត់គឺជាអតីតគ្រូបង្រៀនហើយចំណែកឯតាគាត់វិញគឺជាអតីតអ្នកគ្រប់គ្រងធនាគារជីតាត្រូវបានគេពិពណ៌នាថាគាត់ជាមនុស្សដែលសុភាពប៉ុន្តែគេអត់បាន mention គេអត់បាននិយាយថាតើលោកយាយរបស់គាត់កើតឬយ៉ាងណាទេគ្រាន់តែគេប្រាប់ថាគ្រួសារនេះគឺមិនធ្លាប់ឮមានការឆ្លោះប្រកែករបៀបស្រែកដាក់គ្នាឬក៏មានការប្រើអំពើហិង្សាដាក់គ្នាតាំងពីដើមមកហើយគ្រួសាររបស់គាត់រស់នៅក្នុងជីវិតដែលស្ងប់ស្ងាត់ហើយក្មេងប្រុសម្នាក់នេះជាទូទៅគឺព្រឹកឡើងទៅសាលារៀនល្ងាចឡើងត្រឡប់មកផ្ទះវិញធម្មតាទាន់ពេលតាមការស៊ើបសួររបស់សមត្ថកិច្ចទៅកាន់សាច់ញាតិរួមជាមួយនឹងអ្នកជិតខាងនៅជុំវិញផ្ទះរបស់គាត់គឺនៅចុងសប្តាហ៍ក៏ដោយភាគច្រើនគ្រួសារនេះគឺនៅផ្ទះមិនដែលឃើញចេញទៅដើរលេងឬមួយក៏ចេញមកនិយាយជាមួយនឹងអ្នកជិតខាងច្រើននោះទេអំពីស្ថានភាពអត្តចរិតរបស់ក្មេងនៅឯសាលារៀនវិញគឺមិត្តរួមថ្នាក់របស់គាត់បានពិពណ៌នាថាក្មេងម្នាក់នេះរៀងស្ងាត់ស្ងៀមមិនសូវជានិយាយស្ដីតែក៏មិនមែនដល់ថ្នាក់ឯកោដែរតើក្មេងប្រុសជនជាតិថៃអាយុ14ឆ្នាំម្នាក់នេះមានប្រវត្តិអ្វីខ្លះពាក់ព័ន្ធជាមួយនឹងកំភ្លើងមួយនោះនេះគឺជាចំណុចដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែនប៉ូលីសបានរាយការណ៍ថាកាលពីឆ្នាំមុនសាលាបានរឹបអូសកំភ្លើងប្រភេទ Air Gunពីក្មេងប្រុសម្នាក់នេះម្ដងរួចមកហើយតាមការសម្ភាសន៍របស់សាក្សីគឺគាត់បានចាប់អារម្មណ៍ជាមួយនឹងមាតិកាតាម social media ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់អំពើហិង្សាហើយថែមទាំងនៅក្នុងកុំព្យូទ័ររបស់គាត់ឧស្សាហ៍បើកមើលវីដេអូបង្រៀនពីការបាញ់កាំភ្លើងតាំងពី1ឆ្នាំ2ឆ្នាំមុនមកម្លេះអញ្ចឹងបើសិនជាក្មេងម្នាក់នោះយកកាំភ្លើងទៅសាលារៀនត្រូវសាលាចាប់បាននៅក្នុងឆ្នាំ2025បូកថែម1ឆ្នាំឬ2ឆ្នាំទៀតដែលគាត់ធ្លាប់បានមើលវីដេអូដែលរៀនពីការបាញ់កាំភ្លើងគាត់ប្រៀបបីដូចជាបានត្រៀមខ្លួនទុកជាមុនអញ្ចឹងហើយនៅពេលនោះគាត់មានអាយុទៅតែប្រហែល10 11 12ឆ្នាំអីទេថាក្មេងប្រុសម្នាក់នេះកើតអ្វីអ្នកណាធ្វើអ្វីគាត់ឬរងការបូលីរងការគេបសង្កត់បែបណាខ្លះទៅធ្វើឲ្យក្មេងម្នាក់នេះឈានដល់ដំណាក់កាលមួយនឹងមកដល់ថាតើកំភ្លើងប៉ាត់ប្រកាសបានមកពីណាកំភ្លើងប៉ាត់ប្រកាសនេះបានមកពីលោកតារបស់គាត់ប៉ុន្តែសូមបញ្ជាក់ថានេះគឺជាកំភ្លើងដែលមិនមែនលោកតារបស់គាត់ឲ្យទេតែគាត់លួចយកមកកំភ្លើងដែលប្រើប្រាស់នៅក្នុងការបាញ់ប្រហារគឺជាកំភ្លើងខ្លីប្រភេទ9មីលីម៉ែត្ររបស់ជីតាហើយត្រូវបានចុះបញ្ជីស្របច្បាប់នៅក្នុងឈ្មោះរបស់ជីតាគាត់តែម្ដងដែលប្រភពបានស៊ើបអង្កេតហើយបានកំណត់ថាជាកំភ្លើងប្រភេទ CZ75 Compactចម្ងល់ក៏ចាប់ផ្ដើមកាត់ឡើងទៀតហើយតើគាត់យកកំភ្លើងនេះចេញពីកន្លែងរក្សាទុករបស់តាគាត់ដោយរបៀបណាទី2ចុះគ្រាប់កំភ្លើងដែលគាត់យកទៅសាលារៀនបានមកពីណាទៅព្រោះមានច្រើនគ្រាប់ខ្លាំងមែនទែនបានចេញអស់26គ្រាប់ហើយនៅមានក្នុងកាបូបដូចជាជាង30គ្រាប់ទៀតនោះត្រង់នេះសមត្ថកិច្ចក៏សូមបញ្ចប់ការបង្ហាញព័ត៌មានតាមរយៈសាធារណជនត្រឹមតែប៉ុណ្នេះសិនដោយសារតែសមត្ថកិច្ចថៃគេបានប្រាប់ថាគេមិនអាចកំណត់សម្គាល់បាន 100% ថារឿងនេះកើតឡើងដោយបែបណាទេដូច្នេះរឿងគ្រប់យ៉ាងទាំងអស់គឺបានមកពីការសាកសួរទៅកាន់សាក្សីនៅជុំវិញខ្លួនរបស់គាត់សាច់ញាតិអ្នកជិតខាងសិស្សសាលាក៏ដូចជាលោកគ្រូអ្នកគ្រូដែលធ្លាប់បានបង្រៀនគាត់សរុបមកគឺសុទ្ធតែជាការសួរពីសាក្សីនិងការសង្ស័យរបស់សមត្ថកិច្ចក៏បានចោទការសង្ស័យថាតើគាត់អាចមានការរៀបចំផែនការឬក៏មានសញ្ញាទុកមុនដែរឬទេចំពោះបញ្ហាដែលគាត់បានធ្វើនេះថ្មីត្បិតថាមានសញ្ញាមួយចំនួនដែលប៉ូលីសដាក់ការសង្ស័យថាវាមិនមែនជារឿងដែលកើតឡើងភ្លាមៗមិនមែនក្មេងនោះបានឃើញកំភ្លើងនៅក្នុងកន្លែងដែលគួរឲ្យកត់សម្គាល់ហើយក៏ចាប់ផ្ដើមយកចេញមកបាញ់នោះទេក៏មិនមានន័យថាក្មេងម្នាក់នោះបានត្រៀមទុកជាមុនដែរសមត្ថកិច្ចបានចូលទៅឆែកកុំព្យូទ័ររបស់គាត់ប៉ូលីសបានឃើញថានៅក្នុងកុំព្យូទ័ររបស់គាត់មានប្រវត្តិដែលស្វែងរកអំពីហេតុការណ៍បាញ់ប្រហារនៅបរទេសបន្ថែមពីនេះទៀតប៉ូលីសបានប្រាប់ថាក្មេងម្នាក់នេះបានចាប់អារម្មណ៍ជាមួយនឹងការប្រើប្រាស់អាវុធមានរយៈពេលប្រហែលជាមួយទៅ2ឆ្នាំហើយអញ្ចឹងបើសិនជាបងប្អូនកំពុងតែឆ្ងល់ថាតើក្មេងម្នាក់នេះរៀនបាញ់កំភ្លើងមកពីណាគឺគាត់រៀនបាញ់កំភ្លើងដោយសារតែគាត់ឆែកមើលមាតិកាដែលបង្រៀនអំពីការប្រើប្រាស់កំភ្លើងខ្ញុំគិតថានេះគឺជារឿងដែលយើងទាំងអស់គ្នាគួរឲ្យកត់សម្គាល់ខ្លាំងមែនទែនធ្វើបើថាសម័យកាលរបស់យើងគឺថាដើរលឿនខ្លាំងមែនទែនចង់មើលអ្វីចង់ដឹងអ្វីសុទ្ធតែអាចមើលបានទាំងអស់ក៏ប៉ុន្តែកុំភ្លេចថាទន្ទឹមនឹងផលល្អដែលយើងអាចមើលអ្វីគ្រប់យ៉ាងបានរៀនអ្វីគ្រប់យ៉ាងបានផលអាក្រក់វាតាមមកជាមួយដែរគឺក្មេងក៏អាចឆែកឃើញដូចគ្នាហើយអ្វីដែលក្មេងអាចឆែកឃើញគឺជាមាតិកាដែលបង្រៀនឲ្យប្រើប្រាស់កំភ្លើងឬមាតិកាដែលបង្រៀនឲ្យប្រើប្រាស់អំពើហិង្សាជាដើមគាត់បានប្រើប្រាស់នៅ social media ដើម្បីស្វែងរកនៅវិធីសាស្ត្រក្នុងការប្រើប្រាស់កាំភ្លើងចំណុចសំខាន់មួយទៀតដែលសមត្ថកិច្ចបានរកឃើញក្មេងម្នាក់នេះតែងតែលេងហ្គេមដែលមានខ្លឹមសារហិង្សាក្នុងហ្គេមរបស់គាត់មានដូចជាការបាញ់គ្នាការវាយគ្នាជាដើមអញ្ចឹងបងប្អូនគួរតែកំណត់សម្គាល់នៅចំណុចនេះហើយឆែកមើលថាតើកូនរបស់យើងរាល់ថ្ងៃនេះគាត់មានលេងហ្គេមនៅក្នុងទូរស័ព្ទដៃ iPad ឬមួយក៏កុំព្យូទ័ររបស់គាត់ដែលហ្គេមទាំងនោះមានខ្លឹមសារហិង្សាអញ្ចឹងដែរឬទេនេះគឺជារឿងសំខាន់ដែលយើងគួរឲ្យកត់សម្គាល់ខ្លាំងមែនទែនសមត្ថកិច្ចបានប្រាប់ថាគាត់បានឆែករកឃើញកំណត់ត្រាដែលក្មេងនោះបើកមើលអំពីការប្រើប្រាស់ហិង្សាក៏ដូចជាការបាញ់កាំភ្លើងគឺច្រើនឡើងនៅចន្លោះថ្ងៃទី30ខែកក្កដាឆ្នាំ2026មក
សូមបញ្ជាក់ថារហូតមកដល់ពេលនេះសមត្ថកិច្ចនៅតែមិនអាចកំណត់សម្គាល់ថាមុខសញ្ញានៃរឿងហេតុនេះកើតឡើងដោយសារអ្វីទេពីព្រោះសមត្ថកិច្ចមិនអាចចោទប្រកាន់ទៅលើរឿងណាមួយឲ្យប្រកបទេក្នុងនោះមានរឿងជាច្រើនដែលទីមួយបើសិនជាយើងចោទប្រកាន់ទៅលើគ្រួសារទាំងស្រុងមានន័យថាក្មេងម្នាក់នោះអាចនឹងត្រូវរងគំនាបណាមួយពីគ្រួសារប្រៀបបីដូចជាយើងកំពុងតែឲ្យសញ្ញាថាក្មេងម្នាក់នោះគឺជាហេរ៉ូអញ្ចឹងពីព្រោះបើសិនក្មេងនោះរងសម្ពាធពីគ្រួសារហើយគាត់ទៅធ្វើការបាញ់ប្រហារបែបនេះហើយយើងពិតជាឲ្យបន្ទុកឬក៏ឲ្យការអាណិតអាសូរទៅលើក្មេងម្នាក់ដែលរងសម្ពាធគ្រួសារហើយធ្វើការបាញ់ប្រហារដូច្នេះយើងដូចជាកំពុងតែធ្វើឲ្យក្មេងផ្សេងទៀតយល់ច្រឡំចំពោះរឿងនេះចុះចំពោះសាលារៀនវិញនៅពេលនេះសមត្ថកិច្ចបានអាចសន្និដ្ឋាន100%ថាដោយសារតែការបូលីឬក៏ដោយសារតែបន្ទុករៀនអន់នោះទេតែមានចំណុចដែលសមត្ថកិច្ចកត់សម្គាល់ខ្លាំងគឺចំណុចដែលក្មេងម្នាក់នោះបានមើលមាតិកាខុសនៅក្នុងបណ្ដាញសង្គមរបស់គាត់ social media រួមជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗហើយប្រសិនបើក្មេងៗផ្សេងៗទៀតអាចមើលនៅរូបភាពបែបនេះកាន់តែច្រើនហើយគ្មានអ្នកណាទប់គ្មានអ្នកណាហាមឃាត់គ្មានអ្នកណាការពារគាត់ទេនោះវានឹងអាចបង្កឲ្យមានរឿងបែបនេះកើតឡើងនៅពេលក្រោយទៀតជាមិនខានបើទោះបីជាក្មេងផ្សេងទៀតមិនអាចរកកំភ្លើងបានមិនអាចមានកំភ្លើងទៅបាញ់ក៏ពួកគេនឹងអាចប្រើប្រាស់អាវុធផ្សេងឬក៏វិធីសាស្ត្រផ្សេងនៅក្នុងការធ្វើបាបទៅកាន់មនុស្សដែលនៅជុំវិញខ្លួនរបស់ពួកគេដែរដូច្នេះយើងទាំងអស់គ្នាមានតែរងចាំតាមដានមើលពីលទ្ធផលដែលសមត្ថកិច្ចគាត់ធ្វើការស៊ើបអង្កេតបន្តតែប៉ុណ្ណោះឥឡូវនេះយើងយករឿងទាំងអស់មកសរុបជាខ្សែមួយដើម្បីកំណត់សម្គាល់ហើយយើងនឹងធ្វើការវិភាគជាមួយគ្នាចំណុចទី1ក្មេងនេះមានអាយុ2ឆ្នាំម្ដាយឪពុករបស់គាត់បែកបាក់គ្នាហើយគាត់បានទៅរស់នៅជាមួយជីដូនជីតាកុមារភាពរបស់គាត់ដល់វ័យជំទង់គឺជីតានិងជីដូនរបស់គាត់ចិញ្ចឹមគាត់ជីវិតរបស់គ្រួសារគាត់ស្ងប់ស្ងាត់មិនធ្លាប់ឮអ្នកណាម្នាក់ថាមានការប្រើប្រាស់ហិង្សាឬក៏សម្លុតគំរាមកំហែងទៅកាន់គាត់ទេគាត់មិនសូវចេញក្រៅទេមិនថាយាយតាឬមួយក៏គ្មានអ្នកឡើយមិនសូវមានក្រុមមិត្តភ័ក្តិច្រើនឬក៏ទៅដើរលេងនោះទេពេលវេលារបស់គាត់ចំណាយច្រើនបំផុតគឺជា game computer ដែលគាត់លេង game ភាគច្រើនគឺសុទ្ធតែជា game បែបហិង្សាក្មេងម្នាក់នេះតាំងពី1ឆ្នាំ2ឆ្នាំមុនគឺចាប់អារម្មណ៍ទៅលើអាវុធហើយធ្លាប់បើកមើលវីដេអូដែលបង្រៀនពីការប្រើប្រាស់កាំភ្លើងតាម social media ទៀតផងនៅមួយឆ្នាំមុនឆ្នាំ2025ប៉ូលីសមិនបានបញ្ជាក់ទេថាតើកំភ្លើងដែលក្មេងនោះធ្លាប់បានលួចយកទៅសាលារៀនម្ដងហើយគឺជាកំភ្លើងរបស់តាគាត់ឬក៏កំភ្លើងគាត់បានមកពីណាក៏ប៉ូលីសមិនបានបញ្ជាក់ត្រង់ចំណុចនេះសំខាន់ទេប៉ុន្តែគ្រូបានដកហូតកំភ្លើងពីគាត់នៅក្នុងបរិវេណសាលារៀនហើយដាក់ទណ្ឌកម្មទៅតាមវិន័យសាលាធម្មតាដោយមិនមានការគំរាមកំហែងខ្លាំងឬក៏ធ្វើការវាយដំទៅកាន់គាត់នោះដែរមុនថ្ងៃទី7ខែសីហាឆ្នាំ2026ប៉ូលីសបានរកឃើញថាគាត់ចាប់ផ្ដើមចូលមើលកាន់តែច្រើននៅមាតិកាតាមអនឡាញដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់អំពើហិង្សាស្វែងរកពីវិធីនៃការបាញ់ឬក៏ប្រើប្រាស់អាវុធនិងស្វែងរកពីរបៀបនៃការយកកាំភ្លើងចូលទៅក្នុងសាលារៀនហើយថែមទាំងមានបញ្ហាជាប់ពាក់ព័ន្ធជាមួយនឹងបន្ទុកសាលាថៃហើយមានការត្អូញត្អែរចំពោះគ្រូដែលឲ្យបន្ទុកគាត់សូន្យទៀតផងដល់ថ្ងៃទី7ខែសីហាឆ្នាំ2026គាត់បានសម្លាប់ជីតានិងយាយរបស់គាត់នៅផ្ទះឡើងឡានសាលារៀនហើយយកកំភ្លើងដាក់ក្នុងកាតាបដោយមិនមានអ្នកណាដឹងទេនៅពេលមកដល់សាលារៀនគាត់បានចូលរួមគោរពទង់ជាតិធម្មតាដោយគ្មានអ្នកណាចាប់អារម្មណ៍ចូលរៀនផ្នែកគណិតវិទ្យានៅម៉ោងទី1និងម៉ោងបន្ទាប់ហើយចាប់ផ្ដើមការបាញ់នៅម៉ោងទី2តែម្ដងគាត់បានស្រែករកគ្រូភាសាថៃម្នាក់នៅពេលដែលគាត់កំពុងតែដើររកនៅជាន់ទី6និងអាគារផ្សេងៗទៀតនៃសាលារៀនដោយដៃរបស់គាត់កាន់កំភ្លើងនៅពេលដែលរកមិនឃើញហើយប្រកាសចាត់ថាគាត់បានបាញ់សម្លាប់មនុស្សទៅហើយគាត់ក៏បាញ់ឡើងលើចំនួន3គ្រាប់ទើបបញ្ចប់ជីវិតខ្លួនឯងតាមក្រោយសំណួរធំបំផុតដែលនៅសេសសល់ក្នុងខួរក្បាលរបស់យើងទាំងអស់គ្នាពេលនេះតើហេតុអ្វីបានជាក្មេងប្រុសដែលគ្រួសារពិពណ៌នាថាជាក្មេងដែលស្ងប់ស្ងាត់សុភាពហើយមិនធ្លាប់ត្រូវបង្កបញ្ហាណាមួយដែលធ្វើពិបាកដល់គ្រួសារបែរជាឈានដល់ការសម្លាប់មនុស្សជិតស្និទ្ធបំផុតពីអ្នករបស់គាត់គឺយាយនិងតាទើបបន្តទៅសាលារៀនរហូតមកដល់ថ្ងៃនេះអ្នកស្លាប់បាត់បង់ជីវិតមានដល់ទៅ9នាក់ហើយមកដល់ពេលនេះប៉ូលីសថៃនិងសារព័ត៌មានអន្តរជាតិមិនទាន់ធ្វើការសរុបពេញលេញតែម្ដងទេថាហេតុផលនៃការបាញ់សម្លាប់នោះគឺជាអ្វីយើងទាំងអស់គ្នាមានតែរងចាំមើលព័ត៌មានពីចម្ងាយទៅហើយបើសិនជាបងប្អូនចង់ឲ្យ Shop Inter បន្តស្វែងរកនៅព័ត៌មានល្អៗសំខាន់ៗមកចែករំលែកឲ្យបានច្បាស់លាស់និងពន្យល់ជូនបងប្អូនសូមជួយចុច like និង subscribe Channel YouTube របស់ Shop Inter ផងជួបគ្នានៅក្នុងវីដេអូក្រោយ